តីកូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនធ្វើលំហាត់វិធីគុណមេរៀនទី4ចឹងចាប់ផ្ដើមពីលំហាត់ទី1ចូលគូសវង់ផលគុណដែលត្រឹមត្រូវតាមល្បះលេខខាងក្រោមអញ្ចឹងដើម្បីបានចម្លើយដែលត្រឹមត្រូវគឺយើងត្រូវធ្វើប្រមាណវិធីគុណជាមុនសិនអញ្ចឹងយើងមាន62គុណឲ្យ6អញ្ចឹងយើងដាក់ប្រមាណវិធីមករួចមកទៀតគឺយើងត្រូវសូត្រមេលេខគឺមេ6អញ្ចឹង6 2 ដង12យើងសរសេរលេខ2ត្រាទុក1 6 6 ដង36អញ្ចឹង36បូកនឹង1គឺយើងបាន37អញ្ចឹងចម្លើយរបស់យើងគឺ372ដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយក372យើងបន្តទៅលំហាត់ទី2ទៀតចូលរកផលគុណខាងក្រោមអញ្ចឹងយើងត្រូវធ្វើប្រមាណវិធីគុណខ្ទង់រាយតាមខ្ទង់រាយខ្ទង់10តាមខ្ទង់10ខ្ទង់100តាមខ្ទង់100អញ្ចឹងគឺយើងចាប់ផ្ដើមពីខ្ទង់រាយមុនពីស្ដាំទៅឆ្វេង3 2 ដង6យើងសរសេរលេខ6នៅខ្ទង់រាយ3 ម្ដង3យើងសរសេរលេខ3 3 ដង9យើងសរសេរលេខ9ដូច្នេះចម្លើយរបស់យើងគឺ936បន្តទៅលំហាត់ទី3ចូលបំពេញចន្លោះតួគុណខាងក្រោមគេឲ្យយើង23ហើយតើ23ប៉ុន្មានដងស្មើនឹង92ដូច្នេះយើងរាប់ទាំងអស់គ្នាយើងយក23បូកនឹងខ្លួនឯង23ហើយរាប់ថាតើប៉ុន្មានដងទើបស្មើនឹង92អញ្ចឹងយើងចាប់ផ្ដើម23បូក23មានន័យថា23 2ដងគឺស្មើ46អញ្ចឹងយើងបូកថែម23ម្ដងទៀតគឺ23 3ដងគឺ69 23 4ដងគឺស្មើ92ដូច្នេះហើយ23គុណនឹង4ស្មើ92លំហាត់ទី4ចូលគូសភ្ជាប់ផលគុណផ្នែកកទៅនឹងផ្នែកខតាមតារាងខាងក្រោមប៉ុន្តែដើម្បីបានចម្លើយមួយដែលត្រឹមត្រូវគឺយើងត្រូវធ្វើប្រមាណវិធីគុណផ្នែកកជាមុនសិនអញ្ចឹងយើងទៅធ្វើទាំងអស់គ្នាទី1 413គុណនឹង2យើងសរសេរខ្ទង់រាយតាមខ្ទង់រាយខ្ទង់10តាមខ្ទង់10ខ្ទង់100តាមខ្ទង់100រួចហើយធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងហើយយើងចាប់ផ្ដើមសូត្រមេលេខមេ2 2 3ដង6យើងសរសេរលេខ6 2 ម្ដង2យើងសរសេរលេខ2 2 2ដង2 4ដង8យើងសរសេរលេខ8អញ្ចឹង413គុណនឹង2ស្មើ825បន្ទាប់មកយើងគូសភ្ជាប់ទៅកាន់ចម្លើយដែលត្រឹមត្រូវ413គុណនឹង2ស្មើ825បន្ទាប់មកទៀតយើងធ្វើប្រមាណវិធី302គុណនឹង5យើងធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងរួចមកយើងសូត្រមេលេខ7ដង10យើងសរសេរលេខ0យើងត្រាទុក1 5 0ដង0ពេលដែលយើងបូកថែម1គឺយើងសរសេរលេខ1 8ដង15អញ្ចឹងខ្ទង់100គឺអស់ហើយអញ្ចឹងយើងសរសេរមក15ដូច្នេះ302គុណឲ្យ5គឺស្មើ1510នៅសល់ចម្លើយចុងក្រោយ37គុណនឹង8យើងយក37គុណនឹង8រួចយើងធ្វើប្រមាណវិធីពីស្ដាំមកឆ្វេងដូចគ្នា
7 ដង 56 យើងសរសេរលេខ 6 ត្រាទុក 5 8 3 ដង 24 24និង 5 យើងបាន 29 ដូច្នេះយើងសរសេរលេខ 29 ចម្លើយរបស់យើងគឺ 37 គុណនឹង 8 ស្មើ 295 ដូច្នេះនេះគឺជាចម្លើយតើយើងបន្តទៅសំណួរទី 5 ចូលគូសសញ្ញាគ្រីសក្នុងប្រអប់ផលគុណខាងក្រោមអញ្ចឹងដើម្បីទទួលបានចម្លើយត្រឹមត្រូវគឺយើងត្រូវធ្វើប្រមាណវិធីដើម្បីឲ្យប្រាកដថាយើងជ្រើសបានចម្លើយមួយដែលត្រឹមត្រូវយើងសរសេរ 845 គុណឲ្យ 6 រួចយើងធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងហើយយើងសូត្រមេលេខមេ 6 5 ដង 30 យើងសរសេរលេខ 0 ត្រាទុក 3 6 4 ដង 24 24បូក 3 យើងបាន 27 យើងសរសេរលេខ 7 យើងត្រាទុក 2 6 8 ដង 48 48បូកថែម 2 អញ្ចឹងយើងបាន 50 រួចយើងសរសេរលេខ 50 នៅក្រោមលេខ 8 ដូច្នេះចម្លើយដែលត្រឹមត្រូវគឺចម្លើយខ5070អញ្ចឹងយើងតទៅលំហាត់ទី 6 ចូលបំពេញផលគុណក្នុងប្រអប់ខាងក្រោមអញ្ចឹងយើងចាប់ផ្ដើមធ្វើប្រមាណវិធីលំហាត់ក524គុណនឹង 2 ដូច្នេះហើយយើងសូត្រមេ 2 ហើយធ្វើប្រមាណវិធីគុណពីស្ដាំទៅឆ្វេង 2 4 ដង 8 យើងសរសេរលេខ 8 2 2 ដង 4 យើងសរសេរលេខ 4 2 5 ដង 10 យើងសរសេរលេខ 10 ចម្លើយគឺ1048តទៅលំហាត់ខ312គុណនឹង 4 យើងធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងរួចហើយសូត្រមេ 4 2 ដង 8 យើងសរសេរលេខ 8 4 ម្ដង 4 យើងសរសេរលេខ 4 3 4 ដង 12 យើងសរសេរលេខ 12 ដូច្នេះ312គុណឲ្យ 4 ស្មើ1248យើងតទៅកាន់លំហាត់ទី 7 ចូលគូសសញ្ញាគ្រីសក្នុងប្រអប់ប្រមាណវិធីគុណខាងក្រោមដែលត្រឹមត្រូវយើងត្រូវធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងចាប់ពីលំហាត់កមកមុនយើងសូត្រមេលេខមេ 8 8 6 ដង 48 យើងត្រាទុក 4 8 3 ដង 24 24បូក 4 គឺ 28 ប៉ុន្តែនៅក្នុងចម្លើយកគឺគេសរសេរលេខ 4 ដូច្នេះហើយចម្លើយកមិនត្រឹមត្រូវទេយើងក៏បន្តទៅលំហាត់ខ736គុណនឹង 8 ដូចគ្នារួចហើយយើងសូត្រមេលេខមេ 8 ដដែល 6 8 ដង 48 យើងសរសេរលេខ 8 យើងត្រាទុក 4 8 3 ដង 24 24បូក 4 28 យើងសរសេរលេខ 8 យើងត្រាទុក 2 8 7 ដង 56 56បូក 2 គឺ 58 ប៉ុន្តែនៅក្នុងចម្លើយខគឺគេសរសេរលេខ 56 ដូច្នេះចម្លើយខក៏មិនត្រឹមត្រូវដែរចម្លើយដែលត្រឹមត្រូវគឺចម្លើយកលំហាត់លេខ 8 ចូលបំពេញចន្លោះផលគុណក្នុងតារាងខាងក្រោមអញ្ចឹងដើម្បីបានចម្លើយគឺយើងត្រូវធ្វើប្រមាណវិធីគុណពីស្ដាំទៅឆ្វេងចាប់ផ្ដើមពីលំហាត់ទី 1 203គុណឲ្យ 9 យើងសរសេរខ្ទង់រាយរួចហើយយើងធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងយើងសូត្រមេ 9 9 3 ដង 27 យើងសរសេរលេខ 7 យើងត្រាទុក 2 7
9 ដង0 0 បូក 2 យើងសរសេរលេខ 2 9 2 ដង 18 អត់មានអីត្រូវបូកថែមទៀតគឺយើងសរសេរលេខ 18 ដូច្នេះចម្លើយរបស់យើងគឺ1827បន្តទៅជួរទី2 824តើត្រូវគុណនឹងប៉ុន្មានទើបស្មើ1648អញ្ចឹងដើម្បីរកតួគុណគឺយើងត្រូវយកតួគុណទី1ខ្លួនឯងបូកជាមួយនឹងខ្លួនឯងតើត្រូវបូកថែមប៉ុន្មានដងទើបស្មើ1648អញ្ចឹងយើងបូកថែម824ម្ដងគឺយើងបាន1648មានន័យថា824 2ដងទើបស្មើ1648ដូច្នេះហើយយើងបំពេញចំនួន2 824 2ដងស្មើ1648យើងតទៅកាន់ចំណោទទី9រថយន្តក្រុងមួយគ្រឿងដឹកអ្នកដំណើរបាន45នាក់តើរថយន្តក្រុង3គ្រឿងដឹកអ្នកដំណើរបានប៉ុន្មាននាក់អញ្ចឹងគេឲ្យចម្លើយយើងមក3ក48នាក់ខ125នាក់ក135នាក់ខ1215នាក់យើងមកមើលថារថយន្តក្រុង3គ្រឿងហើយក្នុងមួយគ្រឿងមានមនុស្សចំនួន45នាក់ដូច្នេះហើយយើងសរសេរបានថា45គុណឲ្យចំនួនឡានក្រុងចំនួន3រួចយើងធ្វើប្រមាណវិធីគុណ3 5ដង15យើងសរសេរលេខ5យើងត្រាទុក1 3 4ដង12 12បូក1យើងបាន13ដូច្នេះអ្នកដំណើរនៅក្នុងរថយន្តក្រុងទាំងអស់គឺចំនួន135នាក់យើងបន្តទៅលំហាត់ទី10ចំការពូឡនមានដើមស្វាយក្នុងមួយជួរ150ដើមតើក្នុង9ជួរមានដើមស្វាយសរុបប៉ុន្មានដើមនេះគឺជារបៀបធ្វើចំណោទគឺយើងមានម្ខាងសម្រាប់ធ្វើប្រមាណវិធីម្ខាងទៀតគឺជារបៀបឆ្លើយដូច្នេះយើងត្រូវរកចំនួនដើមស្វាយសរុបក្នុងចម្ការយើងសរសេរចំនួនដើមស្វាយសរុបក្នុងចម្ការពូឡនមានដើមស្វាយ9ជួរក្នុងមួយជួរមាន150ដើមដូច្នេះយើងសរសេរ150គុណឲ្យ9ជួរតើស្មើប៉ុន្មានរួចយើងមកធ្វើប្រមាណវិធីគុណនៅខាងឆ្វេងយើងសរសេរ150គុណឲ្យ9រួចធ្វើប្រមាណវិធីពីស្ដាំទៅឆ្វេងយើងសូត្រមេលេខមេ9 9 0ដង0យើងសរសេរលេខ0 9 5ដង45យើងសរសេរលេខ5យើងត្រាទុក4 9ម្ដង9 9បូក4 13ដូច្នេះយើងសរសេរលេខ13អញ្ចឹង150គុណនឹង9ស្មើ1350ដូច្នេះយើងឆ្លើយថាចម្ការពូឡនមានដើមស្វាយសរុបចំនួន1350ដើមនេះគឺជាចម្លើយចុងក្រោយឥឡូវកូនទាំងអស់គ្នាសាកបូកពិន្ទុដែលខ្លួនឯងធ្វើបានតើកូនទាំងអស់គ្នាបានប៉ុន្មានពិន្ទុឬក៏មានអ្វីចង់សួរអាចខមមិននៅខាងក្រោមបានអរគុណ